នៅថ្ងៃទី15ខែធ្នូឆ្នាំ2025នេះឯកឧត្តមបណ្ឌិតច័យបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានអញ្ជើញដឹកនាំប្រតិភូក្រសួងធម្មការនិងសាសនាដើម្បីដាក់កម្រងផ្កានិងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារសពលោកឧត្តមសេនីយ៍ត្រីពេជ្របូរ៉ែននិងលោកឧត្តមសេនីយ៍ត្រីកេនសារ៉េតជាវីរយុទ្ធជនដែលបានពលីជីវិតក្នុងសមរភូមិការពារបូរណភាពទឹកដីពិធីគោរពវិញ្ញាណក្ខន្ធនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការវរៈស្នាតូចថ្មើរជើងលេខ214ក្នុងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំនិងនៅគេហដ្ឋាននៃសពស្ថិតនៅភូមិមាត់ឃ្មុំឃុំជីរ៉ូ2ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំនាឱកាសនេះឯកឧត្តមបណ្ឌិតច័យបូរិនបានពំនាំនៅប្រសាសន៍សួរសុខទុក្ខនិងរំលែកមរណទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីដេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីជួនចំពោះក្រុមគ្រួសារនៃសពក្នុងស្មារតីស្នេហាជាតិនិងការគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំជួនចំពោះវីរៈកងទ័ពនិងប្រជាពលរដ្ឋទាំងអស់ឯកឧត្តមច័យបូរិនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់វីរៈយុទ្ធជនលោកអនុសេនីយ៍ត្រីពេជ្របូរ៉ែនជំនួយការសេនាធិការវរៈ214និងលោកអនុសេនីយ៍ត្រីកេនសារ៉េតមេបញ្ជាការកងអនុសេនាតូច1អនុសេនាធំ2វរៈសេនាតូចកំភ្លើងធំយុទ្ធភូមិភាគទី2ដែលបានបូជាជីវិតក្នុងសង្គ្រាមឈ្លានពានដែនអធិបតេយ្យរបស់ខ្មាំងសៀមការលះបង់និងពលីជីវិតនេះគឺជាការលះបង់ដ៏ធំធេងនិងជាគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះប្រជាជាតិកម្ពុជាទាំងមូលដែលយើងគ្រប់គ្នាត្រូវតែគោរពស្រឡាញ់ដឹងគុណនិងផ្ដល់តម្លៃជាវីរៈបុរសរបស់ជាតិសម្រាប់ប្រវត្តិសាស្ត្រកម្ពុជាមរណភាពរបស់លោកអនុសេនីយ៍ត្រីពេជ្របូរ៉ែននិងលោកអនុសេនីយ៍ត្រីកេនសារ៉េតគឺជាការបាត់បង់នៅអិសរជនស្នេហាជាតិដ៏ឧត្តមឧត្តមដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារដែនអធិបតេយ្យរបស់ប្រទេសជាតិក្នុងឱកាសនោះឯកឧត្តមច័យបូរិនព្រមទាំងប្រតិភូទាំងអស់ក៏បានចូលរួមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់វីរៈយុទ្ធជនសូមបានទៅសោយសុខក្នុងឋានសុគតិភពកំបីឃ្លានឃ្លាតឡើយ។